苏斯雷蹦蹦岛呢，大家好，欢迎来到学汉语视频và chânថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងវីដេអូចែករំលែកភាសាចិនបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាជាបន្តទៅកាន់ភាគទី127ដែលភាសាចិននិយាយថា第127部分បាទអញ្ចឹងភាគទី127នេះយើងនឹងសិក្សាអំពីពាក្យនៃរូបផ្គុំស្បែកជើងបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពីផ្នែកនីមួយៗនៃស្បែកជើងបាទអញ្ចឹងភាសាចិននិយាយថា鞋子配件的词语鞋子配件的词语អូខេបងប្អូនទាំងគ្នាអញ្ចឹងចង់ដឹងថាភាគនេះយើងនឹងសិក្សារូបផ្គុំនៃស្បែកជើងរបស់យើងមានពាក្យអ្វីខ្លះតោះអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងពាក្យទី1យើងសិក្សាអំពីពាក្យថាផ្នែកខាងលើនៃស្បែកជើងបាទអញ្ចឹងភាសាចិននិយាយថា斜面បាទអញ្ចឹង斜សម្លេងទី2មានសម្លេងទី4យើងនិយាយថា斜面បកថាផ្នែកខាងលើនៃស្បែកជើងបាទបងប្អូនទាំងគ្នាបើយើងនិយាយអំពីស្បែកជើងគឺយើងបែងចែកវាជាពីរផ្នែកខាងលើនិងផ្នែកខាងក្រោមបាទអញ្ចឹងផ្នែកខាងលើគេហៅថា斜面បាទផ្នែកខាងក្រោមនិយាយថាទីឬក៏តាទីបាទអញ្ចឹងនៅក្នុង斜面ក៏យើងបែងចែកជាច្រើនផ្នែកដែរបាទអញ្ចឹងយើងនឹងសិក្សាជាបន្តទៅកាន់ផ្នែកផ្សេងៗនៃ斜面ទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាជាបន្តនេះយើងសិក្សាអំពីទំនាប់ក្នុងនៃ斜面បាទវាគឺជាផ្នែកមួយនៃ斜面ផងដែរបាទអញ្ចឹងភាសាចិននិយាយថា斜面chân理斜面chân理បកថាទំនាប់ក្នុង斜面បាទអញ្ចឹងពាក្យទី3យើងសិក្សាអំពីពាក្យថាផ្ទាំងមុខនៃក្បាលស្បែកជើងបាទបងប្អូនទាំងអស់គ្នាយើងមើលសញ្ញាព្រួយអញ្ចឹងផ្នែកនៃសញ្ញាព្រួយនេះយើងនិយាយថា斜头前片បាទអញ្ចឹងបកថាផ្ទាំងមុខនៃក្បាលស្បែកជើងបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាក្បាលស្បែកជើងក្បាលស្បែកជើងភាសាចិននិយាយថា斜头បាទ斜头បកថាក្បាលស្បែកជើងបាទអញ្ចឹង斜សម្លេងទី2头ក៏សម្លេងទី2យើងនិយាយថា斜头បកថាក្បាលស្បែកជើងបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាផ្ទាំងសន្លឹកបន្ទះភ្នែកបាទបងប្អូនទាំងអស់គ្នាយើងមើលសញ្ញាព្រួយទាំងអស់គ្នាអញ្ចឹងផ្នែកដែលសញ្ញាព្រួយបាញ់ចំហ្នឹងគឺភាសាចិននិយាយថាយានភានបាទបងប្អូនទាំងអស់គ្នាខ្ញុំសូមអធិស្ឋានផងបើសិនបើខ្ញុំបកប្រែទៅគឺផ្ទុយឬក៏ខុសពីអ្វីដែលបងប្អូនកន្លែងធ្វើការបងប្អូនគឺយើងនិយាយឬក៏ហៅផ្សេងពីហ្នឹងបាទប៉ុន្តែគឺវាអត្ថន័យជាខ្មែរគឺអាចមានន័យច្រើនប៉ុន្តែភាសាចិនយើងនិយាយតែមួយទេគឺយានភានបាទប្រទេសព័ទ្ធជុំវិញខ្សែស្បែកជើងហ្នឹងគឺគេហៅថាយានភានបាទអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាភ្ជាប់បណ្ដាតបើអញ្ចឹងកន្លែងសញ្ញាព្រួយបាញ់ចំហ្នឹងគឺគេហៅថាកន្លែងភ្ជាប់បណ្ដាតដែលភាសាចិននិយាយថាជាបកថាភ្ជាប់បណ្ដាតបើអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាព្រះច័ន្ទពាក់កណ្ដាលបើអញ្ចឹងកន្លែងសញ្ញាព្រួយបាញ់ហ្នឹងគឺគេច្នៃជារូបពាក់កណ្ដាលនៃព្រះច័ន្ទដែលភាសាចិននិយាយថា半月形សម្លេងទី4月សម្លេងទី4សិងសម្លេងទី2យើងនិយាយថា半月形បកថាព្រះច័ន្ទពាក់កណ្ដាលបងប្អូនទាំងគ្នាអញ្ចឹងត្រង់ចំណុចនេះគឺគេច្នៃធ្នេនៃការដេរហ្នឹងគឺជារូបព្រះច័ន្ទពាក់កណ្ដាលបាទអញ្ចឹងគេឲ្យឈ្មោះថាប៉ាន់យួសិងបកថាព្រះច័ន្ទពាក់កណ្ដាលអូខេជាបន្តយើងសិក្សាអំពីពាក្យថាអណ្ដាតដែលភាសាចិននិយាយថា斜蛇បាទ斜蛇សម្លេងទី2ដូចគ្នា斜蛇បកថាអណ្ដាតអូខេពាក្យជាបន្តយើងសិក្សាអំពីពាក្យថាស្លាបអណ្ដាតបាទអញ្ចឹងក្នុងស្បែកជើងនីមួយស្បែកជើងខ្លះមានស្លាបអណ្ដាតស្បែកជើងខ្លះអត់មានស្លាបអណ្ដាតទេបាទអញ្ចឹងស្លាបអណ្ដាតភាសាចិននិយាយថា斜蛇翅膀បាទអញ្ចឹងមួយទៀតយើងអាចនិយាយបានមួយទៀតយើងនិយាយថា蛇翼បាទអញ្ចឹងនិយាយបាន2斜蛇翅膀蛇翼បកថាស្លាបអណ្ដាតដូចគ្នាបាទអញ្ចឹងស្លាបអណ្ដាតហ្នឹងគឺជាបន្ទះមួយដែលភ្ជាប់អំពីអណ្ដាតទៅកាន់ផ្ទាំងខ្លួនបាទអញ្ចឹងឬក៏យើងអាចនិយាយបានមួយទៀតថា斜មានយើងអាចនិយាយបានថាផ្នែកខាងលើឬក៏ផ្ទាំងខ្លួនផងដែរបាទអូខេបងប្អូនទាំងគ្នាពាក្យជាបន្តនេះយើងសិក្សាអំពីពាក្យថាទ្រនាប់អណ្ដាតខាងក្នុងអូខេបងប្អូនទាំងគ្នាយើងមានវិជើងបាតាយើងច្បាស់ជាស្គាល់ហើយពាក្យថាទ្រនាប់អណ្ដាតខាងក្នុងបាទអញ្ចឹងកន្លែងដែលគេអ៊ុតផ្លាកហ្នឹងបាទអញ្ចឹងភាសាចិននិយាយថា斜蛇ឈិនលីបាទបកថាទ្រនាប់អណ្ដាតខាងក្នុងអូខេជាពាក្យជាបន្តយើងសិក្សាអំពីពាក្យថាស្លាកអណ្ដាត
và chứng là ảnh đát dương anh dương miên pí dương hàng cào mối hàng khổng mối và chứng hàng khổng dương dây thá xế sở chuẩn in biểu xế sở chuẩn in biểu bỏ thá là ảnh đát bàn tay hàng khổng ok chứng ảnh đát là ảnh đát hàng cào và chiประเภทlà thấp bàn vì sao chân dây thá xế sở chữ biểu xế sở chữ biểu xế sở chữ biểu và ok ពាក្យជាបន្តយើងសិក្សាអំពីពាក្យថាត្រចៀកដោតខ្សែអណ្ដាតបាទភាសាចិននិយាយថាសៀសឈួនអលសៀសឈួនអលសៀសឈួនអលបកថាត្រចៀកដោតខ្សែអណ្ដាតអូខេបងប្អូនទាំងគ្នាអញ្ចឹងពាក្យជាបន្តទៀតយើងសិក្សាអំពីពាក្យថាខ្សែស្បែកជើងដែលភាសាចិននិយាយថាសៀតៃសៀតៃសៀតៃបាទអញ្ចឹងសៀសំឡេងទី2តៃសំឡេងទី4សៀតៃខ្សែស្បែកជើងអូខេពាក្យជាបន្តយើងសិក្សាអំពីពាក្យថាសៀមានផ្នែកខាងមុខបាទឬក៏យើងនិយាយថាផ្ទាំងខ្លួនផ្នែកខាងមុខបងប្អូនទាំងគ្នាយើងសូមបញ្ជាក់ម្ដងទៀតបាទពាក្យថាសៀមានយើងបកថាផ្នែកខាងលើឬក៏យើងនិយាយថាផ្ទាំងខ្លួនក៏បានដែរបាទអញ្ចឹងភាសាចិននិយាយថាសៀមានឈៀនភៀនសៀមានឈៀនភៀនសៀមានឈៀនភៀនបាទបកថាសៀមានផ្នែកខាងមុខឬក៏ផ្ទាំងខ្លួនផ្នែកខាងមុខអូខេបងប្អូនទាំងគ្នាអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាឡេវរុនខ្សែស្បែកជើងបាទអញ្ចឹងបងប្អូនទាំងគ្នាយើងមើលសញ្ញាព្រួយទាំងអស់គ្នាអញ្ចឹងឡេវនឹងភាសាចិននិយាយថាសៀយានខោសៀយានខោបាទសៀសំឡេងទី2យានសំឡេងទី3ខោសំឡេងទី4យើងនិយាយថាសៀយានខោសៀយានខោបកថាឡេវរុនខ្សែស្បែកជើងអូខេពាក្យជាបន្តយើងនិយាយអំពីពាក្យថាមាត់ស្បែកជើងបាទអញ្ចឹងមាត់ស្បែកជើងនេះគឺជាទីតាំងដែលយើងសោកជើងយើងចូលដើម្បីពាក់ស្បែកជើងអញ្ចឹងភាសាចិននិយាយថាលីងខោលីងខោលីងខោបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាទ្រនាប់មាត់ស្បែកជើងភាសាចិននិយាយថាលីងខោឈិនលីលីងខោឈិនលីបាទលីងខោឈិនលីបាទជាពាក្យជាបន្តយើងសិក្សាអំពីពាក្យថាកែងស្បែកជើងបាទអញ្ចឹងផ្នែកសញ្ញាព្រួញបានចំហ្នឹងគេហៅថាកែងស្បែកជើងដែលភាសាចិននិយាយបាន2ទី1យើងនិយាយថាហូកិនហូកិនទី2និយាយថាហូថោហូថោបងប្អូនទាំងនេះស្រឡាញ់ពាក្យមួយណាយើងនិយាយពាក្យមួយនឹងមួយណាក៏បានបាទហូកិនហូថោបើថាកែងស្បែកជើងអូខេពាក្យជាបន្តយើងសិក្សាអំពីពាក្យថាបន្ទះកែងស្បែកជើងដែលភាសាចិននិយាយថាហូកិនពូឆាំងហូកិនពូឆាំងបាទអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាការបកប្រែរបស់ខ្ញុំមានការខុសឆ្គងឬក៏មិនសូវដូចជាការបកប្រែរបស់បងប្អូនឬក៏ការហៅរបស់បងប្អូននៅកន្លែងការងាររបស់បងប្អូនសូមអធិស្ឋានបាទព្រោះអីភាសាបច្ចេកទេសយើងពិបាកនឹងបកឲ្យត្រូវជាភាសាខ្មែរណាបាទអញ្ចឹងនៅខាងខ្ញុំគេបកថាបន្ទះកែងស្បែកជើងប៉ុន្តែខាងបងប្អូនគេអាចបកអីអ្វីផ្សេងក៏ថាបានបាទអញ្ចឹងភាសាចិននិយាយថាហូកិនពូច្រាំងបកថាបន្ទះកែងស្បែកជើងបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីវាថាខ្សែស្ពណ៌កែងស្បែកជើងបាទអញ្ចឹងភាសាចិននិយាយថាហូកិនឡាថៅហូកិនឡាថៅហូកិនឡាថៅបកថាខ្សែស្ពណ៌កែងស្បែកជើងបាទអញ្ចឹងជាបន្តយើងសិក្សាអំពីពាក្យថាបន្ទះចំណាំងផ្លាតភាសាចិននិយាយថាហ្វានគួងភៀនហ្វានគួងភៀនហ្វានគួងភៀនបាទបកថាចំណាំងបន្ទះចំណាំងផ្លាតបងប្អូនទាំងគ្នាសួរជាងខ្លះគេរចនាប្រើបន្ទះចំណាំងផ្លាតនេះដើម្បីនៅពេលយប់នៅពេលដែលយើងធ្វើដំណើរគឺងាយស្រួលនឹងឃើញពន្លឺស្បែកជើងដែលចាំងពីស្បែកជើងរបស់យើងបាទដើម្បីឲ្យអ្នកដទៃប្រុងប្រយ័ត្នចំពោះការធ្វើដំណើររបស់យើងបាទអញ្ចឹងជាបន្តយើងសិក្សាអំពីពាក្យថាតេទៅនាប់ក្នុងសៀមានបាទដែលភាសាចិននិយាយថាឈិនលីយ៉ាសៀនឈិនលីយ៉ាសៀនឬក៏យើងអាចនិយាយបានពាក្យមួយបែបទៀតគឺយើងនិយាយថាយ៉ាពៀនសៀនយ៉ាពៀនសៀនបាទអញ្ចឹងពាក្យពីរហ្នឹងបកថាតេទៅនាប់ក្នុងសៀមានបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាចង្កេះក្រៅបាទបងប្អូនទាំងគ្នាសូមអធិស្ឋានបើសិនជាការបកប្រែរបស់បងប្អូនគឺខុសពីអ្វីដែលខ្ញុំបកប្រែបាទអញ្ចឹងដោយសារតែការបកការហៅរបស់បងប្អូននៅកន្លែងការងាររបស់បងប្អូនក្នុងតំបន់នីមួយៗអាចនឹងបកមិនដូចគ្នាបាទអញ្ចឹងភាសាចិននិយាយថាវាយយ៉ាវ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 បាទអញ្ចឹងវាយបកថាក្រៅយ៉ាវបកថាចង្កេះបាទវាយសំឡេងទី4យ៉ាវសំឡេងទី1យើងនិយាយថាវាយយ៉ាវវាយយ៉ាវបកថាចង្កេះក្រៅបាទអញ្ចឹងបើតាមខ្ញុំដឹងហើយនឹងឮកន្លែងការងារខ្លះចង្កេះក្រៅគាត់បកថាថ្មិញក្រៅ
ថ្មិញចេញបាទទៅពេលចង្កេះក្នុងគាត់និយាយថាថ្មិញចូលអានេះគឺជាការបកប្រែការហៅរបស់បងប្អូនទាំងអស់គ្នានៅកន្លែងការងាររបស់យើងបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាចង្កេះក្នុងបាទអញ្ចឹងចង្កេះក្នុងភាសាចិននិយាយថាណៃយ៉ោ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 បាទណៃយ៉ោណៃសំឡេងទី4យើងនិយាយថាណៃណៃដល់ពេលសំឡេងយ៉ោយ៉ោសំឡេងទី1យើងនិយាយថាយ៉ោយ៉ោណៃយ៉ោបាទបកថាចង្កេះក្នុងបាទអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាដេត្រឡប់កែងក្រោយបាទអញ្ចឹងមានន័យថាកែងក្រោយយើងដេខាងខុសចូលគ្នាបន្ទាប់មកយើងពលត់មកខាងត្រូវគឺយើងនិយាយថាដេត្រឡប់កែងក្រោយបាទដែលភាសាចិនយើងនិយាយថាហូគិនហ្វានឈើហូគិនហ្វានឈើហូគិនហ្វានឈើបាទអញ្ចឹងហូគិនបកថាកែងក្រោយហ្វានឈើបកថាដេត្រឡប់ឬក៏ដេបច្រាស់បាទអញ្ចឹងហូគិនហ្វានឈើបកថាដេត្រឡប់កែងក្រោយអូខេបងប្អូនទាំងគ្នាអញ្ចឹងមេរៀនរបស់ពួកយើងថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ទៅហើយបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងពេញចិត្តវីដេអូមួយនេះហើយក៏កុំភ្លេចយកប៊ិចឬក៏សៀវភៅដើម្បីកត់ត្រាពាក្យថ្មីរបស់ពួកយើងតាមដែលបងប្អូនអាចយកទៅប្រើប្រាស់បានបាទអញ្ចឹងយើងនឹងជួបគ្នាសាជាថ្មីនៅវីដេអូដែលចែករំលែកភាសាចិនដែលសិក្សាអំពីរូបគុំបិជើងជាបន្តទៀតនៅវីដេអូលើក្រោយបាទអញ្ចឹងថ្ងៃនេះមេរៀនរបស់ពួកយើងគឺមានតែប៉ុណ្្នឹងទេ感谢大家的支持和观看拜拜